សន្តាគារនិងកាស៊ីណូ Holiday Palace នៅក្រុងប៉ោយប៉ែតនិងក្រុងព្រះសីហនុគម្រោងព្រលានយន្តហោះក្រុងប៉ោយប៉ែតទីលានវាយកូនហ្គោលអង្គរ Golf Resort នៅខេត្តសៀមរាបមជ្ឈមណ្ឌលពាណិជ្ជកម្ម California Social ហៅនៅទឹកថ្លាក្រុមហ៊ុន Holography Garage ដែលជាម្ចាស់ហាងលក់នាឡិកាដៃប្រណិតTimepiece ក្រុមហ៊ុន TF Motor ដែលនាំចូលរថយន្តម៉ាក MG និង Lexus ក្រុមហ៊ុន Rich Avenue ដែលគ្រប់គ្រងហាងលក់ស្បែកជើងម៉ាក Converse និង Havaianas គម្រោងមជ្ឈមណ្ឌលពហុពាណិជ្ជកម្ម Holiday Palace នៅឆ្នេរឯករាជ្យក្រុងព្រះសីហនុនិងអាជីវកម្មមួយចំនួនទៀតរបស់ពួកគេនៅកម្ពុជាជាកម្មសិទ្ធិរបស់ក្រុមគ្រួសារមហាសេដ្ឋីខ្មែរដើមកំណើតឥណ្ឌូនេស៊ីត្រកូលតាន់ឌីសុណូពុំមែនខ្លាចជាអ្នកមានពីការរកស៊ីនៅកម្ពុជាប៉ុណ្ណោះទេពលពួកគេជោគជ័យតាំងពីនៅប្រទេសកំណើតមកម្ល៉េះហើយសាច់ញាតិរបស់ពួកគេនៅប្រទេសឥណ្ឌូនេស៊ីសុទ្ធសឹងតែជាអ្នកជំនួញគ្រប់គ្រងក្រុមហ៊ុនធំៗនិងមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងរង្វង់មហាសេដ្ឋីប្រចាំប្រទេសឥណ្ឌូនេស៊ីនិងហុងកុងទៀតផងជាង30ឆ្នាំនៅកម្ពុជាពួកគេរស់នៅយ៉ាងស្ងប់ស្ងាត់មិនចេញមុខនិងមិនចូលចិត្តរៀបរាប់ជីវប្រវត្តិរបស់ខ្លួននៅលើបណ្ដាញអ៊ីនធឺណិតទើបពុំសូវមានអ្នកស្គាល់ឥឡូវកម្មវិធី Business Tale by ប៉ោយប៉ែត Insider និងដំណើររឿងនៃគ្រួសារសេដ្ឋីលាក់មុខនៅកម្ពុជាមួយនេះដូចតទៅនេះគឺជាដំណើររឿងរបស់សារអាជីវកម្មគ្រួសារសេដ្ឋីខ្មែរដើមកំណើតឥណ្ឌូនេស៊ីចិនតូនីតាន់ឌីសុណូវីដេអូនេះឧបត្ថម្ភដោយសៀវភៅយុទ្ធសាស្ត្រអភិវឌ្ឍអាជីវកម្មគ្រួសារ Your Family Business Your Legacy និងសៀវភៅសរសេរកូដជីវិត Coding a Better Lifeក្រោយពេលបានរួចផុតពីសម័យកាលដ៏កំសត់ឆ្នាំ1979ប្រទេសកម្ពុជាបានក្លាយជាគោលដៅដ៏មានតម្លៃសម្រាប់ទាំងជនជាតិខ្មែរនិងបរទេសដែលមានដើមទុនដើម្បីបណ្ដុះគ្រាប់ពូជទ្រព្យសម្បត្តិរបស់ពួកគេនៅលើទឹកដីធ្លាប់ជារដ្ឋដ៏រុងរឿងមួយក្នុងតំបន់ត្បិតសម័យកាលនោះប្រទេសខ្មែររងការបំផ្លិចបំផ្លាញយ៉ាងដំណំពិតមែនប៉ុន្តែមានកន្លែងនិងឱកាសយ៉ាងច្រើនសម្រាប់ការកសាងមុខជំនួញតាមរយៈការធ្វើកិច្ចព្រមព្រៀងអាជីវកម្មជាមួយរដ្ឋាភិបាលនិងមានឱកាសអាចធ្វើអាជីវកម្មផ្ដាច់មុខបានមុនគេជាក់ស្ដែងមួយចំនួននៃពួកគេធ្លាប់បានធ្វើជាអ្នកគ្រប់គ្រងសម្លៀកបំពាក់ដល់កងទ័ពគ្រប់គ្រងទំនិញដល់ក្រសួងនានាគ្រប់គ្រងប្រេងឲ្យបុគ្គលិករដ្ឋនិងអន្តៈទទួលគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋនិងសម្ភារៈស្ទើរគ្រប់បែបយ៉ាងព្រោះថានាសម័យនោះពួកយើងពុំទាន់មានលទ្ធភាពផលិតខ្លួនឯងទេហើយមានតម្រូវការកសាងប្រទេសឡើងវិញទាំងក្រលំបាកគំរូជាក់ស្ដែងមួយទៀតគឺមហាសេដ្ឋីម៉ាឡេស៊ីដែលរកបានភាពជោគជ័យកើនទ្រព្យរាប់ពាន់លានដុល្លារអាមេរិកតាមរយៈការទទួលបានសិទ្ធិប្រតិបត្តិការអាជីវកម្មកាស៊ីណូ Nagavel ផ្ដាច់មុខនៅទីក្រុងភ្នំពេញមកទល់បច្ចុប្បន្ននិងមានសុពលភាពរហូតដល់ឆ្នាំ2045ក្នុងចំណោមជនជាតិចិនថៃម៉ាឡេស៊ីវៀតណាមនិងជនជាតិដទៃទៀតដែលបានចូលមកចាប់យកឱកាសតាមរយៈការវិនិយោគប្រាក់នៅកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ80ដល់90រហូតបានកសាងមូលដ្ឋានគ្រឹះជំនួញរឹងមាំដល់បច្ចុប្បន្នក៏មានគ្រួសារដើមកំណើតឥណ្ឌូនេស៊ីផងដែរគឺគ្រួសាររបស់លោកអុកញ៉ាតូនីតាន់ឌីសុណូកើតឆ្នាំ1953នៅខេត្តមេដានប្រទេសឥណ្ឌូនេស៊ីលោកតូនីតាន់ឌីសុណូបានវិវត្តខ្លួនក្លាយជាសហគ្រិនជោគជ័យបន្តិចម្ដងនៅខេត្តកំណើតនិងរដ្ឋធានីហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ីនាអំឡុងទសវត្សរ៍ឆ្នាំ80ដល់90លោកតូនីជាមួយនឹងបងប្អូនប្រុសចំនួន2រូបរបស់គាត់គឺលោកស៊ូកាឌីតាន់ឌីសុណូតាំងនិងលោកចននីតាន់ឌីសុណូដែលបច្ចុប្បន្នជាម្ចាស់ក្រុមហ៊ុនជាច្រើនក្នុងវិស័យហិរញ្ញវត្ថុអចលនវត្ថុនិងបដិសណ្ឋារកិច្ចនៅឥណ្ឌូនេស៊ីបានស្វែងរកឱកាសធ្វើជំនួញនៅប្រទេសក្នុងតំបន់បន្ថែមពីលើអាជីវកម្មមានស្រាប់នៅប្រទេសកំណើតរបស់ពួកគាត់ហើយពួកគាត់បានជ្រើសរើសកម្ពុជាដែលទើបរួចផុតពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅលោកតូនីតាន់ឌីសុណូបានចូលមករកស៊ីនៅស្រុកខ្មែរនៅអំឡុងដើមទសវត្សរ៍ឆ្នាំ90និងធ្លាប់ជាដៃគូវិនិយោគជាមួយនឹងអ្នកអង្គការថេងប៊ុនម៉ានិងមហាសេដ្ឋីឥណ្ឌូនេស៊ីចិនថេតសុងឬសុងដេឡុងយោងតាមរបាយការណ៍មួយរបស់សភាអាមេរិកសេដ្ឋីទាំង3រូបខាងលើធ្លាប់បានវិនិយោគរួមគ្នាបើករោងចក្របារីនៅកម្ពុជាខណៈកាលនោះពិភពជំនួញនៅស្រុកខ្មែរស្ថិតក្រោមការកាន់កាប់ដោយអតីតមហាសេដ្ឋីប្រចាំប្រទេសកម្ពុជាលោកថេងប៊ុនម៉ាឬតេងប៊ូនម៉ាស្ថាបនិកនៃសម្ព័ន្ធក្រុមហ៊ុនថៃប៊ុនរុងសម្រាប់អ្នកមិនធ្លាប់ស្គាល់អ្នកអង្គការថេងប៊ុនម៉ាខ្ញុំនឹងសង្ខេបរឿងរ៉ាវខ្លីៗរបស់គាត់បន្តិចនៅក្នុងវីដេអូនេះលោកថេងប៊ុនម៉ាកើតឆ្នាំ1941និងបានចំណាយពេលរស់នៅប្រទេសថៃអំឡុងពេលសម័យខ្មែរក្រហម
និងបានត្រឡប់មកកម្ពុជាវិញក្រោយចប់សង្គ្រាមឆ្នាំ1979ហើយបានវិនិយោគប្រាក់យ៉ាងសន្ធឹកសន្ធាប់នៅកម្ពុជាចាប់ពីពេលនោះមកមិនត្រឹមតែនៅកម្ពុជាប៉ុណ្ណោះទេគិតចាប់ពីដើមទសវត្សរ៍ឆ្នាំ1980លោកប៊ុនម៉ាក្រោមឈ្មោះក្រុមហ៊ុនថៃប៊ុនរុងគាត់បានវិនិយោគប្រាក់នៅក្នុងប្រទេសថៃសង្ហបុរីហុងកុងនិងធ្លាប់បានចុះបញ្ជីក្រុមហ៊ុននៅប៉ាណាម៉ាទៀតផងពុំមានភស្តុតាងរឹងមាំនោះទេប៉ុន្តែផ្អែកលើប្រភពទាំងអស់ដែលខ្ញុំអាចតាមដានបានអាចសន្និដ្ឋានដោយមិនផ្លូវការថាអ្នកអង្គការថេងប៊ុនម៉ាគឺជាសេដ្ឋីពាន់លានដុល្លារដំបូងគេរបស់កម្ពុជាគិតចាប់ពីក្រោយការដួលរលំនៃសម័យប៉ុលពតចាប់ពីទសវត្សរ៍ឆ្នាំ1980ដល់2000លោកថេងប៊ុនម៉ាមានឈ្មោះល្បីល្បាញនៅលើឆាកអន្តរជាតិតាមរយៈសកម្មភាពវិនិយោគនិងសកម្មភាពផ្ទាល់ខ្លួនប្លែកៗរបស់គាត់ទាក់ទងនឹងយន្តហោះនៅកម្ពុជាគាត់មានអាជីវកម្មជាច្រើននៅក្នុងវិស័យកម្សាន្តបដិសណ្ឋារកិច្ចរោងចក្រផលិតស៊ីម៉ង់ថ្នាំជក់អចលនទ្រព្យធនាគារនិងផ្សារលក់ទំនិញគាត់គឺជាអ្នកអភិវឌ្ឍផ្សារអូឡ িম্প ិកឲ្យមានរូបរាងដូចបច្ចុប្បន្នជាអតីតម្ចាស់សន្តាគារ Intercontinental ដែលបានបដូរឈ្មោះទៅជា The Credit ព្រមទាំងមជ្ឈមណ្ឌល Regency Complex នៅជុំវិញសន្តាគារ The Credit នោះជាម្ចាស់ដីធំៗជាច្រើននៅទីក្រុងភ្នំពេញរួមទាំងជាម្ចាស់គម្រោងអគារពាណិជ្ជកម្មកម្ពស់133ជាន់នៅលើទីតាំងអតីតមជ្ឈមណ្ឌលកំសាន្ត Dreamland ទៀតផងលោកថេងប៊ុនម៉ាជាដៃគូរកស៊ីរបស់អ្នកអង្គការសុកគង់និងអ្នកជំនួញឥណ្ឌូនេស៊ីចិនលោក Ted Chong នៃសម្ព័ន្ធក្រុមហ៊ុន Chong Group លោកប៊ុនម៉ាគឺជាស្ថាបនិកនិងជាអតីតប្រធានសភាពាណិជ្ជកម្មក្រុងភ្នំពេញពីឆ្នាំ95ដល់99មុនពេលអ្នកអង្គការបណ្ឌិតសុគង្គឡើងជាប្រធានសភាពាណិជ្ជកម្មនេះពីឆ្នាំ99ដល់ឆ្នាំ2005ក្រោយមកអ្នកអង្គការគិតមេងត្រូវបានបោះឆ្នោតឲ្យជាប់ជាប្រធានសភាពាណិជ្ជកម្មកម្ពុជាពីឆ្នាំ2005មកទល់បច្ចុប្បន្នអ្នកអង្គការថេងប៊ុនម៉ាបានផ្ដើមធ្លាក់ខ្លួនឈឺចាប់ពីដើមទសវត្សរ៍ឆ្នាំ2000និងទទួលមរណភាពនៅឆ្នាំ2016ដែលរកគេពាតក្នុងអាយុ75ឆ្នាំបច្ចុប្បន្នគេមរតកនឹងក្រុមហ៊ុនថៃប៊ុនរុងស្ថិតក្រោមការគ្រប់គ្រងដោយកូនប្រុសច្បងរបស់គាត់គឺលោកអុកញ៉ាខៅសម្បត្តិហៅមេងស្រេងឥឡូវយើងត្រឡប់មកបន្តរឿងរបស់លោកតូនីតាន់ឌីសុណូវិញនៅឆ្នាំ1994លោកតូនីបានបើកក្រុមហ៊ុនមួយនៅកម្ពុជាឈ្មោះថា Lipopolitan Corporation ដែលមានលោកតូនីនិងកូនប្រុសចំនួន2នាក់របស់គាត់ជាម្ចាស់ភាគហ៊ុនក្រុមហ៊ុននេះមានសកម្មភាពវិនិយោគបើករោងចក្រមួយចំនួននិងក្រោយមកបានអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយឈ្មោះថា Central City នៅលើផ្ទៃដីសរុបចំនួនជិត43ហិកតានៅក្នុងតំបន់ទឹកថ្លាតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីប៉ុន្តែគម្រោងនេះបានផ្អាកការសាងសង់និងពន្យាពេលបើកដំណើរការដោយសាររងវិបត្តិហិរញ្ញវត្ថុឆ្នាំ2008រហូតដល់ឆ្នាំ2014មជ្ឈមណ្ឌលនេះត្រូវបានបើកក្រោមឈ្មោះជា California Social House និងបើកដំណើរការមកទល់បច្ចុប្បន្នដោយមិនទាន់បានបញ្ចប់ការសាងសង់ពេញលេញតាមគម្រោងនៅឆ្នាំ1997លោកតូនីនិងកូនរបស់លោកបានបើកក្រុមហ៊ុនអាកាសចរថ្មីមួយឈ្មោះថា President Airline ដែលបានហោះហើរដឹកអ្នកដំណើរនៅឆ្នាំ1998ដោយគ្រាដំបូងផ្ដោតលើជើងហោះហើរក្នុងស្រុករវាងក្រុងភ្នំពេញនិងសៀមរាបរហូតដល់ដើមទសវត្សរ៍ឆ្នាំ2000ទើបពង្រីកជើងហោះហើរចេញក្រៅប្រទេសទៅប្រទេសថៃចិននិងហុងកុងប៉ុន្តែគួរឲ្យសោកស្ដាយក្រុមហ៊ុនដែលមានមូលដ្ឋាននៅកម្ពុជាមួយនេះត្រូវបានបិទឈប់ដំណើរការវិញនៅឆ្នាំ2007នៅឆ្នាំ1998លោកតូនីនិងបងប្រុសរបស់គាត់គឺលោកស៊ូកាឌីតាំងព្រមទាំងវិនិយោគិនថៃនិងខ្មែរបានវិនិយោគរួមគ្នាជាមួយដើមទុនសរុបដំបូងប្រមាណ23លានដុល្លារដើម្បីសាងសង់កាស៊ីណូ Holiday Palace នៅក្រុងប៉ោយប៉ែតដោយធ្វើប្រតិបត្តិការស្ថិតក្រោមឈ្មោះក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែត Aranjco Ltd កាស៊ីណូនៅជាប់ព្រំដែនកម្ពុជាថៃមួយនេះគឺជាកាស៊ីណូចំណាស់ជាងគេធំជាងគេនិងជោគជ័យជាងគេមួយនៅក្នុងក្រុងប៉ោយប៉ែតក្រៅពីប្រតិបត្តិការកំសាន្ត Holiday Palace ប៉ោយប៉ែតក៏មានបន្ទប់សណ្ឋាគារជាង300បន្ទប់ព្រមទាំងមានភោជនីយដ្ឋានបរទេសទៀតផងក្រោយទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលនៅឆ្នាំ2006លោកតូនីរួមទាំងកូនប្រុសចំនួន2រូបរបស់គាត់បានវិនិយោគអភិវឌ្ឍប្រលានយន្តហោះនៅក្រុងប៉ោយប៉ែតលើផ្ទៃដីច្រើនជាង200ហិកតាស្ថិតក្នុងភូមិសូរិយាសង្កាត់និមិត្តដែលជាគម្រោងមួយដើម្បីជួយគាំទ្រដល់បណ្ដាញអាជីវកម្មក្នុងវិស័យបដិសណ្ឋារកិច្ចនិងអាកាសចររបស់ពួកគេរួមមានសណ្ឋាគារ Holiday Palace ក្រុងប៉ោយប៉ែតក្រុមហ៊ុនអាកាសចរ President និង Televigongo និង Resort នៅជិតប្រលានយន្តហោះសៀមរាបចាស់ប៉ុន្តែគម្រោងនេះមិនបានដំណើរការតាមការចង់បានទេស
ស្របពេលពិភពលោកបានជួបវិបត្តិហិរញ្ញវត្ថុឆ្នាំ2007-2008ដែលរយៈពេលព្រមគ្នាបានប៉ះពាល់ដល់គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម Central City របស់ពួកគេនៅទឹកថ្លាផងនិងរងសម្ពាធឈានដល់ការសម្រេចបិទក្រុមហ៊ុន President Airlines ផងបណ្ដាលឲ្យគម្រោងព្រលានយន្តហោះក្រុងប៉ោយប៉ែតនេះបានផ្អាកការសាងសង់ក្រោយពេលសាងសង់បានត្រឹមផ្នែកខ្លះនៃផ្លូវរត់សម្រាប់យន្តហោះរួចបានពន្យាពេលសាងសង់ឡើងវិញជាច្រើនដងមកទល់បច្ចុប្បន្នក្រោយពេលសាងសង់អស់រយៈពេលជាង2ឆ្នាំនៅឆ្នាំ2008ទីលានវាយកូនហ្គោលអង្គរ Golf Resort ដែល design ដោយអតីតជើងឯកវាយកូនហ្គោល Nick Faldo ក៏ត្រូវបានបើកដំណើរការសិទ្ធិក្រោមកម្មសិទ្ធិនៃម្ចាស់ភាគហ៊ុនចំនួន3រូបដែលសុទ្ធសឹងតែជាកូនប្រុសរបស់លោកអុកញ៉ាតូនីនៅឆ្នាំ2011លោកតូនីបានបើកសាខា Casino Holiday Palace នៅក្រុងព្រះសីហនុរាប់បណ្ដោយឆ្នេរឯករាជ្យហើយនៅឆ្នាំ2014បានបើកដំណើរការសន្តាគារ Holiday Palace សីហនុវិលទីតាំងនេះក៏ត្រៀមនឹងបើកសន្តាគារយីហោប្រណិតលំដាប់ផ្កាយ4របស់បារាំងកម្ពស់9ជាន់ Novotel Holiday Resort តម្លៃរាប់លានដុល្លារនៅក្នុងខែធ្នូឆ្នាំ2023ខាងមុខនេះផងដែរលោកអុកញ៉ាតូនីក៏ជាម្ចាស់កម្មសិទ្ធិនៃដីទំហំជិត2ហិកតានៅតាមបណ្ដោយឆ្នេរឯករាជ្យក្បែរទីតាំងសន្តាគារ Holiday Palace ហើយថ្មីនេះកូនប្រុសច្បងរបស់គាត់បានបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពហុពាណិជ្ជកម្មមួយដែលត្រូវបានដាក់ឈ្មោះថា Holiday Palace Commercial Resort នៅលើទីតាំងដីទំនេរខាងលើលោកតូនីតាន់ឌីសូណូបានទទួលសញ្ជាតិខ្មែរនៅឆ្នាំ2000តាមរយៈច្បាប់សញ្ជាតិតូបេយ្យកម្មនិងទទួលក្រុមងារអុកញ៉ានៅឆ្នាំ2001អុកញ៉ាតូនីនិងភរិយារបស់លោកគឺលោកជំទាវមីជីកូមានកូនប្រុសចំនួន4នាក់ដែលសុទ្ធសឹងធំធាត់ឡើងនៅទីក្រុងហុងកុងនិងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនៅអាមេរិកមុនមកជួយសារជីវកម្មគ្រួសាររបស់ពួកគេនៅកម្ពុជាកូនប្រុសច្បងរបស់លោកអុកញ៉ាតូនីមានឈ្មោះថា Holik Tandisono ទទួលក្រុមងារអុកញ៉ានៅឆ្នាំ2018និងអ្នកអុកញ៉ានៅឆ្នាំ2020ក្នុងថ្ងៃតែមួយជាមួយនឹងឪពុកម្ដាយក្មេកនិងប្អូនថ្លៃរបស់ខ្លួនអ្នកអុកញ៉ារូបនេះជាស្វាមីរបស់លោកជំទាវសំអាងកនិកាជាកូនស្រីច្បងនៃសម្ព័ន្ធក្រុមហ៊ុនវឌ្ឍនក្រុមអាជីវកម្មជាកម្មសិទ្ធិដាច់ដោយឡែកពីឪពុករបស់លោករួមមានក្រុមហ៊ុន Encore Golf Resort ក្រុមហ៊ុន California Social House ក្រុមហ៊ុន Horography Karat ឬ Timepieces ក្រុមហ៊ុន HP ឬ Holiday Palace Lifestyle ក្រុមហ៊ុន HP Tower ដែលជាម្ចាស់គម្រោងមជ្ឈមណ្ឌលពហុពាណិជ្ជកម្ម Holiday Palace ក្រុងព្រះសីហនុជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនស្ថាបត្យកម្ម Bloom Architecture ដែលជាកិច្ចវិនិយោគរួមគ្នាជាមួយប្អូនប្រុសជីដូនមួយរបស់គាត់ឈ្មោះថាChoco Tandisono និងស្ថាបត្យករខ្មែរបារាំង Antoine Menier និងជាម្ចាស់អាជីវកម្មមួយចំនួនទៀតកាលពីឆ្នាំ2015អ្នកអុកញ៉ា Holik និងលោកជំទាវសំអាងកនិកាបានទិញយកមួយជាន់ពេញនៃជាន់ទី2របស់អគារស្នាក់នៅប្រណិត Opus Hong Kong ដែលមានទីតាំងលើចង្កេះភ្នំកោះហុងកុងក្នុងតម្លៃ$369លានហុងកុងឬស្មើនឹង$47លានអាមេរិកយោងតាមទិន្នន័យចុះបញ្ជីដីធ្លីទីក្រុងហុងកុងមកទល់បច្ចុប្បន្នជាន់ទី2នៃអគារ Opus Hong Kong នេះមិនទាន់ប្តូរឈ្មោះម្ចាស់កម្មសិទ្ធិនៅឡើយទេអគារដែលធ្លាប់ជាប់ជាអចលនវត្ថុលក់បានតម្លៃថ្លៃជាងគេក្នុងទ្វីបអាស៊ីនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនលំដាប់ពិភពលោក Swire Property នៃសម្ព័ន្ធក្រុមហ៊ុនមានអាយុកាលជាង200ឆ្នាំ Swire Pacific របស់ហុងកុងកាលពីចុងឆ្នាំ2022បុត្រសម្ព័ន្ធមួយរបស់ Swire Pacific គឺ Swire Coca-Cola ក៏បានទិញយកទាំងស្រុងនៃក្រុមហ៊ុន Cambodia Beverage Company ដែលជាម្ចាស់រោងចក្រ Coca-Cola នៅកម្ពុជាផងដែរកូនប្រុសម្នាក់ទៀតរបស់អុកញ៉ាតូនីមានឈ្មោះថា Homen Sentoni Tandisono គឺជាម្ចាស់ក្រុមហ៊ុន TF Motor ដែលជាអាជីវកម្មនាំចូលរថយន្តម៉ាក MG និង Lexus រួមទាំងម៉ូតូម៉ាក Royal Enfield និង Peugeot Motorcycle មកលក់នៅប្រទេសកម្ពុជាលោកក៏ជាម្ចាស់ក្រុមហ៊ុន Melrose Avenue ដែលបានវិនិយោគរួមគ្នាជាមួយនឹងក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារមូលបត្ររបស់ប្រទេសថៃ Rich Sport Public Company Limited ដើម្បីបើកក្រុមហ៊ុន Rich Avenue ដែលចែកចាយទ្រនាប់ជើងនិងសម្លៀកបំពាក់យីហោល្បីៗនៅតាមផ្សារទំនើបក្នុងទីក្រុងភ្នំពេញដូចជាស្បែកជើងម៉ាក Converse, Echo, Geox និង Havaianas និងសម្លៀកបំពាក់កីឡាម៉ាក Barrel ក្រៅពីជាម្ចាស់កម្មសិទ្ធិនៃក្រុមហ៊ុនខាងលើលោក Homen Sentoni ក៏ជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនជាមួយនឹងបងប្រុសនិងឪពុករបស់គាត់ព្រមទាំងមានអចលនទ្រព្យនៅក្នុងទីក្រុងហុងកុងដែរកូនប្រុសម្នាក់ទៀតឈ្មោះថា Honus Tandisono ជាម្ចាស់ភាគហ៊ុនក្នុងក្រុមហ៊ុនទីលានវាយកូនហ្គោលនិង Resort Encore Golf Resort គម្រោងព្រលានយន្តហោះប៉ោយប៉ែត Airport និងក្រុមហ៊ុន Lipo Politong Corporation នៅកម្ពុជាបច្ចុប្បន្នលោករស់នៅនិងមានបណ្ដាញជំនួញនៅទីក្រុងហុងកុងក្នុងវិស័យអចលនទ្រព្យសន្តាគារប្រព័ន្ធផ្សព្វផ្សាយជួញដូរមាសនិង Fashion ទោះបីមិនចូលចិត្តផ្សព្វផ្សាយពីខ្លួនឯងនៅលើបណ្ដាញអ៊ីនធឺណិត
ប៉ុន្តែលោក Honus គឺជាបុគ្គលមានឈ្មោះល្បីល្បាញនៅក្នុងពិភពវត្ថុនិងគំនូរសិល្បៈនិងវត្ថុកម្រនៅទូទាំងតំបន់អាស៊ីត្បិត collection របស់គាត់មានច្រើនសម្បូរបែបនិងត្រូវបានគេទទួលស្គាល់នៅលើឆាកអន្តរជាតិកូនប្រុសរបស់អង្គការខ្មែរដើមកំណើតឥណ្ឌូនេស៊ីរូបនេះក៏ជាទីប្រឹក្សានៃមជ្ឈមណ្ឌលសិល្បៈនិងជាបុគ្គលសំខាន់ក្នុងសារមន្ទីរធំៗនៅប្រទេសចិនទៀតផងកូនប្រុសពៅរបស់លោកអង្គការតូនីនិងលោកជំទាវមីជីកូមានឈ្មោះថា Hosen Tandisono បានបញ្ចប់ថ្នាក់បរិបត្តិផ្នែកផលិតភាពយន្តពីសាកលវិទ្យាល័យ New York University នៅឆ្នាំ2019និងបានចំណាយពេលធ្វើជា freelance filmmaker និង photographer និងធ្លាប់ជាអ្នកដឹកនាំការផលិតវីដេអូឲ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Yang Soi Group នៅហុងកុងបច្ចុប្បន្នលោក Hosen កំពុងជួយបងប្រុសរបស់ខ្លួននៅកម្ពុជាក្នុងតួនាទីជាអ្នកទីផ្សារឲ្យក្រុមហ៊ុន TF Moto របស់លោក Homan ឥឡូវនេះយើងបានមកដល់នាទីបញ្ចប់អរគុណសម្រាប់ការទស្សនាតើអ្នកយល់យ៉ាងណាដែរចំពោះវីដេអូនេះសូមរីករាយក្នុងការបញ្ចេញមតិរបស់អ្នកនៅក្នុងវេទិកា comment ខាងក្រោមកុំភ្លេចចុច subscribe ឬ follow បណ្ដាញសង្គមរបស់ Poipet Insider និងជួបគ្នាជាថ្មីនៅអេពីសូតបន្ទាប់របស់កម្មវិធី Business Tale ដែលនឹងនាំយកដំណើររឿងនៃសារជីវកម្មគ្រួសារអ្នកអង្គការមហាសេដ្ឋីចំណាស់ដល់រឿងមួយរបស់កម្ពុជា